តើបងប្អូនអ្នកគ្នាឥឡូវស្លគ្រីនំបញ្ចុកស្លតាំងពីម្សិលមិញប៉ុន្តែទើបតែបានរៀបចំញ៉ាំថ្ងៃនេះទេហើយនេះគឺជាស្ពៃក្តោបដែលយើងដាំនៅខាងមុខផ្ទះយើងចាត់ហើយយើងដាក់ទូទឹកកកទៅបងប្អូនទុកបានយូរថ្ងៃហើយចំពោះស្លឹកជីនឹងវងនេះក៏យើងដាំនៅផ្ទះខ្លួនឯងដែលថតវីដេអូជូនបងប្អូនហ្នឹងកុំឲ្យបងប្អូនថាហេតុអីឃើញតែថតតែពេលញ៉ាំអត់ញ៉ាំឲ្យមើលហើយកធំធេតដែលតបេះខ្លួនឯងណាបងប្អូនកធំធេតគឺយើងដាក់បន្លែដាក់លបោចឹងមកយើងញ៉ាំខ្លួនឯងដៃចឹងទៅមិនធ្វើអីទេសំខាន់ជីនេះទៅហើយនេះជាពិសេសហ្នឹងគឺផ្កាកផ្លោកបងប្អូននេះផ្កាកផ្លោកដែលទិញមកពីផ្សារគេបេះថ្មីហ៎គឺថាស្រស់ខ្លាំងមែនទេនេះបងប្អូននេះស្រស់ហើយពេលយើងដាក់ទូទឹកកកទៅគ្នានៅតែក្តោបល្អបងប្អូនហើយយើងដាក់ជាមួយនំបញ្ចុកឆ្ងាញ់ហើយត្រូវគ្នាណាបងប្អូនហើយយើងបេះដាក់ចឹងមកយើងចូលចិត្តបន្លែបណ្ណាយើងដាក់ប៉ុណ្្នឹងទៅហើយឥឡូវនិយាយទៅគឺថាមកផ្ទះគឺថាឲ្យទៅមកផ្ទះម្ដងគឺថាកប់ស្រីមទេហើយបងប្អូនដឹងថាស្ពៃនេះបងប្អូនខ្ញុំគាត់ដាំខ្លួនឯងទេបងប្អូនហើយញ៉ាំទៅដូចវ៉ាសាប៊ីចឹងវារឿងហឹលហើយពូគាត់ចូលចិត្តដែរអញ្ចឹងបេះដាក់ឲ្យដែរហើយសំខាន់នេះនំបញ្ចុកពូគាត់ធ្វើនំបញ្ចុកបែបសុកខ្សែយើងឆ្ងាញ់ណាបងប្អូនគ្រាន់តែថាចាក់ទឹកសឡចូលទៅគឺថានំបញ្ចុកអាលាយដាច់ពីគ្នាតែម្ដងហើយទៅសៃនំបញ្ចុកតូចហើយអត់មានក្លិនស្អុយក្លិនអីទេសម្រាប់អ្នកដែលឈឺដៃឈឺជើងញ៉ាំនំបញ្ចុកទៅហើមដៃហើមជើងឈឺខ្លួនណានៅញ៉ាំនំបញ្ចុកពូខ្ញុំទៅអត់ហើមទេដោយសារគាត់ធ្វើអង្គស្រស់ថ្មីបងប្អូនហើយធានាថាឈ្ងុយហើយឆ្ងាញ់ហើយគាត់ដាក់ទឹកចូលគឺថានំបញ្ចុកហ្នឹងលាតែម្ដងតោះអញ្ចឹងយើងទៅដាក់ទឹកនំបញ្ចុកបងប្អូនអើយឥឡូវវាតង់ទី2ទី3នៅសតតែឈាមនេះនឹងសាច់ទាសាច់មាន់ខ្លះដកដៃសិនខ្ញុំឲ្យក្តៅដៃហើយស្លោគេឲ្យមកបន្តិចទេនេះឲ្យផងស្លោផងបបោហូហៀនៅនឹងអីសាច់ទាអស់ហើយគេខ្លាំងផងអីផងសតតែមាន់គេឲ្យងាកមិញណាដាក់មាន់ឲ្យបងឯងមួយសិនបងប្អូនឃើញតែអស់សាច់ចេះណាប៉ុន្តែរសជាតិនៅតែឆ្ងាញ់ដដែលហើយទៅសើមកយើងស្លគ្រីទាហ្នឹងគឺថាឆ្ងាញ់ណាយើងដាក់ទឹកឲ្យច្រើនតិចទៅព្រោះសក៏មានអ្នកញ៉ាំដែរដោយសារយើងញ៉ាំរាល់ថ្ងៃពេកវាអ្នកនៅឡើងចង់ណាយអស់ហើយតែយើងអ្នកមកពេញយើងចូលចិត្តញ៉ាំហើយបងប្អូនពេលនេះយើងអាចញ៉ាំបានហើយស្លគ្រីពណ៌ឡើងស្អាតទៅបងប្អូនមើលទៅសៃនំបញ្ចុកគាត់ទៅត្រូវទឹកវាលាមកអស់លេងវាអត់មាននេះទេហើយទៅសៃនំបញ្ចុកទូចឆ្ងាញ់ទៅសៃឆ្មាហ្នឹងបងប្អូន